យើងបន្តពីរបៀបធ្វើទូកស្លាបមន់ឲ្យបងប្អូនទស្សនាអ្នកស្នេហាវិស័យទូកស្លាបមន់ពីរបៀបធ្វើទូកស្លាបមន់កែលោបងប្អូនណាចង់ធ្វើខ្លួនឯងអញ្ចឹងណានេះយើងធ្វើទូកຂະຫນາດ5ម៉ែត្រកន្លះថ្ងៃមុនយើងបានថាតសាច់ឈើចូលគ្នាទេដោយសារភ្លើងវាដាច់ហើយរដូវនេះជារដូវភ្លៀងហើយនេះយើងមកបង្ហើយការងារប៉ុន្តែអត់ទាន់ហើយទេដោយសារវាមេឃវានៅតែមេឃភ្លៀងហើយនឹងដាច់ភ្លើងរដែលហើយនេះបានតែធ្វើចេញជារូបរាងទូកហើយនឹងលងវាបានខ្លះអត់ទាន់បានស្អាត 100% ទេហើយសង្ឃឹមថាបងប្អូននឹងcontrol ស្រឡាញ់ក្នុងវិស័យទូកស្លាបមន់ទាំងអស់គ្នាអានេះគឺយើងធ្វើអញ្ចឹងខ្ញុំអត់មានលាក់បាំងអីទេតសាច់ឈើចូលគ្នាវាយខ្សែបន្ទាត់គូដូចរូបរាងទូកដែលយើងចង់បានហ្នឹងហើយសម្អាតវាខាងក្រៅហើយចាំយើងចាប់ផ្ដើមលងគឺយើងមានម៉ូទ័រយើងជ្រៀកវារបៀបហ្នឹងទៅហើយយើងអង្គុយកាច់វាយកខាងក្នុងចេញមកទីធ្វើស្រួលទេសម្រាប់អ្នកដែលចេះនេះយើងបានលទ្ធផលបានប៉ុណ្ណឹងអត់ទាន់បានហើយទេដោយសារភ្លើងដាច់ទៀតហើយ